បងប្អូនសម្រាប់អ្នកដែលធ្វើលបងនៅគៀកមាត់ទន្លេនៅគៀកមាត់ទន្លេគៀកច្រាំងបាទគៀកតំបន់ដែលងាយប្រឈមនឹងបញ្ហាបាក់រលំបាទអញ្ចឹងការធ្វើថ្នាំជារឿងដែលសំខាន់បំផុតបាទនេះគឺគាត់ធ្វើដើម្បីការពារការបាក់ស្រុតបាទចូលទៅក្នុងច្រាំងទន្លេដោយសារតែដីនេះគឺនៅគៀកនឹងមាត់ទន្លេមែនតើបាទគៀកនឹងមាត់ទន្លេមែនតើដូចករណីបងប្អូនឃើញអញ្ចឹងគឺមានការបាក់ស្រុតខ្លះផ្នែកខ្លះអញ្ចឹងដែលតម្រូវឲ្យមានការធ្វើជាថ្នាំនេះបាទថ្នាំហ្នឹងគឺត្រូវតែរឹងមាំបាទរឹងមាំមានការប្រតិកាឡាគ្នាមានការធ្វើជើងច្រែងបាទជើងច្រែងដើម្បីកុំឲ្យវារលំបាទវារលំវាប្រទាញបាទអញ្ចឹងបានថ្នាំហ្នឹងជួយទប់បាទជួយទប់អញ្ចឹងវាជារឿងសំខាន់បាទមិនថាជាឥតណាឬក៏សម្ភារៈសំណង់មួយណាទេគ្រឹះគឺជារឿងដែលសំខាន់បំផុតបាទគ្រឹះគឺជារឿងដែលសំខាន់បំផុតសម្រាប់ធ្វើឲ្យរបងឬក៏អាគារហ្នឹងមានភាពរឹងមាំអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើអ្វីក៏ដោយផ្ទះក៏ដោយអញ្ចឹងអាគារបែបណាក៏ដោយកុំភ្លេចបាទរៀបចំគ្រឹះឲ្យបានរឹងមាំបាទជារឿងសំខាន់បាទ